បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាន Mr. EKY ខេត្តកោះកុងបងប្អូនថ្ងៃនេះខ្ញុំមកដល់ខាងបានណន់បងប្អូនហ្នឹងហើយនៅខាងបានណន់ឥឡូវនេះនៅក្រោមកម្មចដើនៅភ្នំបានណន់ហ្នឹងបងប្អូនអត់បានឡើងទេថ្ងៃនេះដោយសារអីគឺបញ្ញាប់ទៅកន្លែងវិញចឹងអត់បានថតទេគឺបានតែថតវីដេអូទិញតួចែកជូនពុកម៉ែបងប្អូនមើលចឹងណាបងប្អូននេះគឺភ្នំបានណន់បងប្អូនភ្នំបានណន់បើយើងនិយាយពីទីតាំងភ្នំបានណន់នេះគឺទីតាំងគឺអែមមែនតែនបងប្អូននេះគឺផ្លូវដែលចូលទៅកន្លែងញ៉ាំអីនៅតាមមាត់ទឹកបងប្អូនហើយទិដ្ឋភាពគេគឺត្រជាក់ភ្នែកមែនតែននេះមានទឹកមានអីនៅក្បែរកញ្ចុះអញ្ចឹងណាយើងទៅអង្គុយលេងអង្គុយញ៉ាំអីមានអារម្មណ៍ស្រស់ស្រាយបងប្អូនហើយជាពិសេសឮមានសំឡេងចាប់យំមានសំឡេងរៃមានសំឡេងអីចឹងមានអារម្មណ៍ស្រស់ស្រាយដូចយើងនៅតាមវាលស្រែចឹងបងប្អូនហើយចឹងខ្ញុំក៏រើសទីតាំងមួយនេះដើម្បីថតជូនពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាទាំងអស់គ្នាបាទនេះគឺជាកញ្ចុះលើទឹកដែលនៅភ្នំបានណន់នេះហើយអញ្ចឹងជាពិសេសបងប្អូនអ្នកនៅខាងបាត់ដំបងគឺគាត់ស្គាល់ច្បាស់ដែរនេះខ្ញុំដាក់ស្រុកបានណន់នេះគឺជាកន្លែងដែលគេហៅថាកន្លែងជីឡូរីបងប្អូនហើយគាត់មានកន្លែងថតរូបជាច្រើនតែខ្ញុំអត់បានទៅដោយសារពេលវេលាខ្ញុំខ្លីពេកចឹងក៏ខ្ញុំថតតែកន្លែងញ៉ាំអីនៅកន្លែងភ្នំបានណន់ហ្នឹងឲ្យបងប្អូនមើលទៅតែទិដ្ឋភាពនៅនោះគឺស្អាតមែនតើជាពិសេសគឺមានដើមឈើធំត្រជាក់បងប្អូនត្រជាក់ខ្លាំងណាស់ទៅអង្គុយដេកលេងហើយយើងកំងមកហូបគេញ៉ាំអីទិញទួចចឹងបងប្អូនអូនិយាយទៅទិដ្ឋភាពគេនៅនោះគឺធម្មជាតិចឹងបងប្អូននិយាយទៅធ្វើឲ្យយើងមានក្តីសុខមួយយ៉ាងចឹងបងប្អូនមានក្តីសុខមួយយ៉ាងសម្រាប់ឲ្យបងប្អូនពេលណាយើងធ្វើការ stress ខ្លាំងយើងទៅកន្លែងអញ្ចឹងគឺអាចធ្វើឲ្យយើងនឹងរំងាប់អារម្មណ៍បានច្រើនហើយធ្វើឲ្យយើងនឹងមានអារម្មណ៍ថាមានក្តីសុខខ្លាំងបងប្អូននេះឃើញគេមានកញ្ចុះគេអង្គុយអញ្ចឹងបងប្អូននេះហើយកញ្ចុះឡើងពេញបងប្អូនគ្រប់កញ្ចុះទាំងអស់គឺណែនទាំងអស់ហ្មងតាមផ្លូវនេះកន្លែងគេចូលមកបងប្អូនកន្លែងគេចូលមកអញ្ចឹងក៏ខ្ញុំថតជូនបងប្អូនមើលតិចទៅនេះជាផ្លូវគេចូលមកហើយនេះកន្លែងយើងដើរចូលទៅភ្នំបានណន់ហ្នឹងបងប្អូនហើយដើមឈើនេះឃើញទៅឆឹងទៅឆៃពេកក៏ថតជូនបងប្អូនតិចទៅនេះដែលខ្ញុំនិយាយថាកញ្ចុះតាមមាត់ទឹកហើយគេមិនមែនមានតែមួយកន្លែងបងប្អូនមានខាងឆ្វេងក៏មានខាងស្ដាំក៏មានអញ្ចឹងកញ្ចុះនៅលើទឹកគឺច្រើនម៉ូតច្រើនបែបនិយាយទៅអែមមែនតែនហើយគេនេះគឺជាផ្លាកបំរាមដែលអត់ឲ្យឡានធនធំឆ្លងកាត់ព្រោះអីខ្លាចវាបាក់ស្ពានវាទ្រុបធំអញ្ចឹងបងប្អូនហើយមានបងប្អូនយើងមកលេងច្រើននេះកន្លែងដែលខ្ញុំអង្គុយបងប្អូននេះនៅក្រោមណាំចន្ទីហ្នឹងឯងនិយាយទៅយើងអង្គុយក្បែរទឹកអញ្ចឹងមានអារម្មណ៍ថាត្រជាក់ស្រេបបងប្អូនត្រជាក់មិនលេងសាច់ត្រជាក់ខ្លាំងហ្មងហើយនេះគឺមានបងប្អូនដែលគាត់លក់នៅតាមផ្លូវដើរចូលទៅមានច្រើនមែនតើហើយជាពិសេសផ្កាតបែកព្រៃអញ្ចឹងបងប្អូនអូនិយាយរីកស្រុះស្គាយឡើងពណ៌ស្វាយឡើងដិតបងប្អូនហើយនេះបងប្អូនខែហ្នឹងគឺសម្បូរមកប្រេងមកប្រាំងបងប្អូនតែផ្អែមនិយាយទៅហើយពីច្រើនភ្ញៀវបរទេសគាត់មកគាត់ឡើងប្រាសាទហើយគាត់ចុះមកវិញគាត់អង្គុយនៅមាត់ទឹកអញ្ចឹងបងប្អូនហើយនេះគឺបរទេសគាត់ចុះពីលើមកហើយគឺគាត់ហត់អញ្ចឹងគាត់មកអង្គុយផឹកទឹកអំពៅផឹកពេជ្រអីចឹងណាបងប្អូនហ្នឹងហើយនេះបើប្រាសាទចាស់អញ្ចឹងខ្ញុំក៏ឃើញអញ្ចឹងក៏ផ្ដិតរូបភាពជូនបងប្អូននឹងកន្លែងដែលនៅក្បែរនឹងជើងភ្នំបានណន់ហ្នឹងដោយសារអីគឺខ្ញុំអត់បានឡើងទៅលើទេអញ្ចឹងមានតែថតទេសភាពជូនបងប្អូនមើលអញ្ចឹងហើយនេះគឺចាបដែលគេលក់ដែលយើងបងប្អូនចង់ម្ដោះកម្មរបស់ពីអញ្ចឹងយើងលែងចាបទៅបងប្អូនហើយនេះគឺកន្លែងដែលយើងដុតធូបដុតអីអញ្ចឹងនេះគឺកម្មចតាដែលឡើងទៅលើភ្នំបានណន់បងប្អូនខ្ពស់មែនតើហើយជាពិសេសហ្នឹងគឺមានដើមឈើធំដុះតាំងពីជំនាន់ណាជំនាន់ណីមកបងប្អូនគឺធំមែនតើយើងមើលទៅគឺសម្បូរទៅដោយមានដើមឈើខ្លះក៏មានវល្លិខ្លះនៅតាមជើងភ្នំហ្នឹងបងប្អូនអើយមើលទិដ្ឋភាពទៅស្រស់ស្អាតមែនតើអញ្ចឹងយើងតិចទៀតទៅជួបនឹងខ្ញុំនៅចុងវីដេអូទាំងអស់គ្នាឥឡូវនេះខ្ញុំក៏បង្ហាញពីទិដ្ឋភាពនៅភ្នំបានណន់ហ្នឹងក៏រួចរាល់ដល់ខាងបានណន់បងប្អូនហ្នឹងហើយនៅខាងបានណន់ឥឡូវនេះនៅក្រោមកម្មចដើនៅភ្នំបានណន់ហ្នឹងបងប្អូនអត់បានឡើងទេថ្ងៃនេះដោយសារអីគឺបញ្ញាប់ទៅកន្លែងវិញចឹងអត់បានថតទេគឺបានតែថតវីដេអូទិញតួចែកជូនពុកម៉ែបងប្អូនមើលចឹងណាបងប្អូននេះគឺភ្នំបានណន់បងប្អូនភ្នំបានណន់ឥឡូវយើងមកដល់ហើយនៅភ្នំបានណន់តែអត់បានឡើងមើលទេ
សោកស្ដាយក៏ពិតត្រូវឡើងដល់លើជូនបងប្អូនថាលើអត់បាននេះមកនេះទិដ្ឋភាពនៅខាងមុខបងប្អូនអរគុណបងប្អូននៅតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់បាយបាយ